ជំរាបសួរទៅដល់លោកគ្រូអ្នកខ្ញុំឈ្មោះយុនស៊ីមីណានិងដៃគូរបស់អ្នកខ្ញុំឈ្មោះម៉ែសំភ័រដោយពួកយើងគឺមកពីក្រុមទី10និងធ្វើការ presentation អំពី chapter 11 data storage and design ហើយឥឡូវយើងចាប់ផ្ដើមចូលទៅកាន់ slide របស់យើងតែម្ដងដោយយើងចូលមកកាន់ slide របស់យើងនឹងមកយល់ដឹងអំពី introduction ដោយរបៀបដែល data ត្រូវបានរក្សាទុកនិងmanage program ដើម្បីធានាថាវាមានប្រសិទ្ធភាពនិងភាពងាយស្រួលនៅក្នុងការទាញយកមកប្រើប្រាស់ឡើងវិញបានហើយចំពោះ slide បន្ទាប់យើងមកយល់ដឹងអំពីមុខងារមូលដ្ឋានទាំង4របស់កម្មវិធីដែលនៅក្នុងនោះវាមាន data storage application logic data asset logic និង presentation logic ដោយ data storage វាគឺជាការ save នៅព័ត៌មាននៅក្នុង file ឬក៏ database សម្រាប់ប្រើប្រាស់បានយូរអង្វែងចំណែកឯ application logic វិញវាគឺជាដំណើរការនៃការងារដែលរបស់អាជីវកម្មណាមួយដែលធ្វើការកំណត់នៅក្នុង DFD ឬក៏ user case ចំណែកឯ data asset logic វិញវាគឺជាដំណើរការដែលត្រូវបានប្រើដើម្បីទាញយកនៅទិន្នន័យដូចជា MySQL query ជាដើមចុងក្រោយគេនោះគឺ presentation logic ដោយវាគឺជាការ design របស់ user interface សម្រាប់បង្ហាញនិងទទួលនៅបញ្ហាពី user ចំណុចបន្ទាប់យើងមកយល់ដឹងអំពីភាពខុសគ្នារវាង database ហើយនិង file ដោយ file វាគឺជាបញ្ជីអេឡិចត្រូនិកដែលរៀបចំសម្រាប់ប្រតិបត្តិការដាក់ណាមួយដែលជាក់លាក់ដូចជា sequential file ហើយក៏ link list ជាដើមចំណែកឯ database វាគឺជាការប្រមូលផ្ដុំនៅទិន្នន័យក៏ដូចជាទំនាក់ទំនងដើម្បីធ្វើការគ្រប់គ្រងដោយ DBMS ដូចជា Oracle ឬក៏យើង MySQL ជាដើមហើយរូបខាងឆ្វេងគឺជារូបនៃភាពតំណាងឲ្យ file ហើយនិង database ឥឡូវយើងចូលទៅកាន់ចំណុចបន្ទាប់ file type វិញម្ដងនៅក្នុង file type គឺយើងមានចំនួន4មាន master file transition file lookup file ហើយនិង history file ចំពោះ master file វាគឺជាការរក្សាទុកនៅព័ត៌មានក្នុងរយៈពេលយូរឧទាហរណ៍ដូចជាយើងរក្សាទុកនៅព័ត៌មានរបស់អតិថិជន transition file វិញគឺជាការប្រើប្រាស់នៅការធ្វើបច្ចុប្បន្នភាពរបស់ master file ចំណែក lookup file វាគឺជាការទុកនៅអថេសម្រាប់ធ្វើការផ្ទៀងផ្ទាត់ដូចជាបើយកឧទាហរណ៍ទៅវាប្រៀបដូចជាឈ្មោះ cat និងក្រុងចុងក្រោយនោះគឺ history file នឹងធ្វើការ save នៅការប្រតិបត្តិការចាស់ៗដើម្បីធ្វើការ active វានៅពេលក្រោយហើយចំណុចនេះយើងមកមើលអំពីប្រជាប្រិយភាពនៃ DBMS នៅក្នុងផ្សារវិញម្ដងដែលពាក្យពេញរបស់ DBMS នឹងគឺពាក្យពេញរបស់វាគឺ Database Management System បើយើងមើលទៅកាន់ relational គឺវាបាននៅមុខរហូតដល់ 75% ដែលក្នុងនោះដូចជា MySQL Oracle SQL Server ចំណែកឯចំណុចបន្ទាប់គឺ NoSQL វាមានដូចជា MongoDB ដូចជា Cassandra គឺវាមានចំនួនតែ 15% តែប៉ុណ្ណោះចំណែកឯ Legacy System វិញគឺវាមានត្រឹមតែ 10% ប៉ុណ្ណោះចឹងហើយ Relational Database វាគឺជាជម្រើសចម្បងសម្រាប់ធ្វើការ Transition Processing ចំណុចបន្ទាប់គឺសម្ភារអ្នកបកស្រាយបន្តចូលមកដល់ចំណុចបន្ទាប់យើងនឹងសិក្សាអំពីកត្តាសំខាន់ទាំង4ក្នុងការជ្រើសរើសទម្រង់រក្សាទុកទិន្នន័យដែលកត្តាទាំង4ហ្នឹងកត្តាទី1គឺប្រភេទទិន្នន័យគឺយើងត្រូវរក្សាទុកទិន្នន័យសាមញ្ញឬក៏ទិន្នន័យដែលមានភាពស្មុគស្មាញសម្រាប់ទិន្នន័យដែលមានភាពសាមញ្ញគឺដូចជាអត្ថបទជាដើមហើយស្មុគស្មាញហ្នឹងទិន្នន័យស្មុគស្មាញគឺមានដូចជារូបភាពឬក៏វីដេអូផ្សេងហើយសម្រាប់កត្តាទី2ហ្នឹងគឺប្រភេទកម្មវិធីហ្នឹងគឺតើយើងត្រូវដឹងថាយើងប្រើសម្រាប់ធ្វើអីសម្រាប់ transaction processing ឬក៏សម្រាប់ business intelligence សម្រាប់កត្តាទី3វិញកត្តាទី3គឺទម្រង់ដែលមានស្រាប់សម្រាប់ចំណុចទី3ហ្នឹងគឺយើងត្រូវដឹងថាតើយើងមានជំនាញនិងបច្ចេកវិទ្យាអ្វីនៅក្នុងស្ថាប័នហើយចំពោះចំណុចទី4គឺតម្រូវការនៅថ្ងៃអនាគតអញ្ចឹងចំពោះចំណុចហ្នឹងគឺយើងត្រូវគិតមុនថាតើប្រព័ន្ធរបស់យើងនឹងគ្រប់គ្រងបច្ចេកវិទ្យាធំនៅថ្ងៃមុខដូចជា big data ដែរអត់
ចូលមកដល់ slide បន្ទាប់ទៀតគឺយើងនិយាយអំពីការបំផ្លែងពី logical model ទៅជា physical model សម្រាប់ចូលទៅ C database ដែលមាន5ចំណុចសំខាន់ទី1គឺយើងត្រូវបដូរ entity ទៅជា table ឬក៏ file ហើយមួយទៀតចំណុចទី2គឺបដូរ attribute ទៅជា file ដែលកំណត់ប្រភេទទិន្នន័យចំណុចទី3គឺបន្ថែម primary key ឲ្យបានត្រឹមត្រូវហើយចំណុចទី4វិញគឺយើងបន្ថែមfor i key ដើម្បីបង្កើនទំនាក់ទំនងសម្រាប់ចំណុចទី5គឺបន្ថែមសមាសភាពពាក់ព័ន្ធទៅនឹងប្រព័ន្ធហើយចូលទៅដល់ slide បន្ទាប់ទៀតចំពោះ slide បន្ទាប់នេះគឺយើងនឹងនិយាយអំពី normalization ដើម្បីរៀបចំទិន្នន័យរបស់យើងឲ្យមានប្រសិទ្ធភាពគឺយើងនឹងជៀសវាងការស្ទូនទិន្នន័យដោយឆ្លងកាត់នឹង3កម្រិតសំខាន់កម្រិតទី1គឺកម្រិត 1NF កម្រិត 1NF នេះគឺនិយាយអំពីថាយើងត្រូវធានាទិន្នន័យ file នីមួយៗមិនត្រូវមានតម្លៃច្រើនជាន់គ្នាទេសម្រាប់តែ record តែមួយទេពោលគឺត្រូវតែជាតម្លៃតូលសម្រាប់កម្រិតបន្ទាប់គឺកម្រិត 2NF ហ្នឹងគឺ attribute ហ្នឹងគឺមិនមែនជា key ទាំងអស់វាត្រូវពឹងទៅលើ primary key តែមួយគត់ហើយចំពោះកម្រិតបន្ទាប់ហ្នឹងគឺកម្រិត 3NF គឺយើងត្រូវប្រកាសថាគ្មាន attribute ណាមួយពឹងទៅលើ attribute ផ្សេងទៀតមិនមែនជា primary key ហើយចំពោះចំណុចបន្ទាប់ទៀតហ្នឹងគឺយើងនឹងនិយាយអំពីការបង្កើនល្បឿនហ្នឹងគឺយើងត្រូវមើលទៅលើចំណុចដូចជា full table scan ចំពោះចំណុចហ្នឹងគឺមានភាពយឺតជាងគេចំណាយពេលទៅដល់ 1000 ms ព្រោះវាត្រូវអានទិន្នន័យហ្នឹងគឺគ្រប់ជួរទាំងអស់ចំពោះចំណុចមួយទៀតគឺ indexing ចំពោះចំណុចហ្នឹងគឺវាជួយឲ្យការស្វែងរកល្បឿនហ្នឹងគឺលឿនជាងមុនត្រឹម15 ms ហ្នឹងដោយសារតែវាបង្កើតចំណាំទីតាំងទិន្នន័យហើយមួយទៀតគឺ clustering ចំពោះចំណុចហ្នឹងគឺលឿនបំផុតគឺត្រឹមតែ8 ms ទេដោយសារតែវាបានរៀបចំទិន្នន័យដែលពាក់ព័ន្ធឲ្យផ្ដុំគ្នារួចស្រេចហើយងាយស្រួលក្នុងការទាញយកហើយចំពោះ denormalization ហ្នឹងគឺជាជាទូទៅហ្នឹងយើងមិនចង់ឲ្យមានទិន្នន័យស្ទូនទេប៉ុន្តែក្នុងករណីខ្លះដែលប្រព័ន្ធទាមទារឲ្យល្បឿនលឿនខ្លាំងយើងអាចបន្ថែមទិន្នន័យស្ទូនខ្លះចូលបានហើយចំពោះចំណុចបន្ទាប់ទៀតគឺនិយាយអំពីការប៉ាន់ស្មានទំហំផ្ទុកចំពោះ 30% ហ្នឹងគឺជាទំហំបំរុងដែលប្រព័ន្ធ database ហ្នឹងត្រូវការចាំបាច់ដើម្បីដំណើរការប្រតិបត្តិការរបស់វាហើយចំពោះ 10% នេះគឺយើងត្រូវត្រៀមទំហំសម្រាប់កំណើនទិន្នន័យថ្មីផងដែរដោយជាទូទៅហ្នឹងយើងប៉ាន់ស្មានថាអាចនឹងកើនឡើង 10% ក្នុងមួយឆ្នាំសម្រាប់ការបកស្រាយរបស់ក្រុមនាងខ្ញុំគឺមានតែប៉ុណ្្នេះទេជាចុងក្រោយនាងខ្ញុំសូមគោរពអរគុណនិងសូមអធិស្ឋានរាល់កំហុសខុសឆ្គងនៅក្នុងការធ្វើបទបង្ហាញនេះផងដែរសូមអរគុណ